ក្នុងមានមនុស្សនៅខាងក្នុងអត់ពូជមើលមែនបានអីហ្នឹងបងមើលស្រីស្អាតហ្នឹងណាអូនចេះតែគិតថាបងឈប់រកអូនទៀតហើយសុំទោសមកពីបងរវល់ការងារច្រើនពេកខ្យល់អីទៅណោះបាក់បងរកអូនគេដួលហើយបងចុះទៅមើលគេបងផ្លែកទៅអត់ទេឆាប់បាក់ឡើងចេញទៅចេញទៅចុះទៅអរុនសុស្ដីអូនសម្លាញ់សុំទោសបងទៅមិនបានប្រាប់មុនបងចង់ឲ្យអូនគេងលក់ស្រួលចេញមកខាងនោះទៅថ្ងៃមង្គលយើងញញឹមតិចទៅលោកបាទញញឹមតិចទៅញញឹមជាងថតបងខាត់បេះបងជាងឲ្យត្រូវទៅណាបងនេះយកមកស្រុកគាត់សច្ចារក្សាលោកស្រីអូនរីករាយណាស់បានស្ដាប់វាចាពីងថាស្នេហាអូនមិនដែលយល់ចេញតាមសម្រួលមកចេញអូនតែខំទៀតនេះអត់កងហើយស្រាប់ហើយនោះអញ្ជើញខាងមុខយើងនន់អត់ចាំបាញ់ខ្ញុំមិនអានណា
bà này ôn cướp lại cướp Người đừng ai nữa. Ta sreiម្នាក់នោះគេស្លាប់ឬក៏រស់ណា ម៉ៃកំពុងតែយករឿងមកដាក់ខ្លួនហើយ បងរងធ្វើដូចជាគ្មានរឿងអីកើតឡើងអញ្ចឹងរឿងនេះខ្ញុំកេងមិនលក់សោះ ហើយចុះម៉ៃគិតថាបងនេះមិនគិតសោះទេហ៎ ចាំហត់ណាស់ក៏បងចាំមកកេងតិចដែរ តែបងគិតថាវាមិនល្អទេកុំពិបាកចិត្តពេកវាជាឧបទ្ទហេតុទេ បងចង់ថាយ៉ាងម៉េចក៏បានដែរព្រោះបងនេះមិនមែនជាអ្នកបាបបោកគេ ម
មុខមានរឿងអីកើតឡើងហ្នឹង អផ្លាកសញ្ញាមានគេបុកតែឥឡូវនេះគេធ្វើចិត្តរួចហើយយកមកនេះគេបុកគ្នា អូច្បាស់ហើយ ច្បាស់ហើយពួកអ្នកស្រវឹងសាគេបុកគ្នា អូអញ្ចឹងអរគុណជម្រាបលាសិនហើយហេឡូអូប្រកាសហើយសួរគ្រប់កន្លែងហើយមិត្តខ្ញុំឆែកឆេរមើលតាមមន្ទីរពេទ្យក្នុងពេលប៉ូលីសនឹងដំណើរការគេប្រាប់ថាយប់មិញនេះគ្មានឧបទ្ទហេតុអ្វីកើតឡើងទេ មិនក៏ថាមិនអីបើខ្ញុំបោកនាងនោះដល់ម្លឹងហើយនោះបើសិនជានាងនោះមិនកើតអីតើនាងនោះជាស្អីទៅវិញ ឬក៏អាចមានមនុស្សមកជួយគេទាន់ឬក៏អាចមិនកើតអីក៏ថាបាន បងកុំភ្លេចទិញឲ្យអូនណា បាទអូបាទ ជំរាបសួរលោក បាទជំរាបសួរជិះ បាទ យកវាយនាំមិញអើយ ខ្ញុំសូមអរគុណណាស់ដែលលោកហៅខ្ញុំថតក្នុងពិធីមង្គល មកពីលោកបកែថតដែរទេអូនេះអាទឿបាទចវាយមើលអាយុនេះចាប់មើលបាទអូយមកងាប់ហើយចវាយណាយកចាក់មើលមកមកចវាយណាជើញ បាទអរគុណណាស់ ហើយការពិតលោកមិនមែនជាកាមេរ៉ាម៉ាន់បកកែស្អីទេបងប្អូនមិត្តភក្តិខ្ញុំនៅអាមេរិកគេត្រូវការមើលរូបនេះហើយតើវាជាស្អីទៅ ខ្ញុំគួរប្តឹងលោកទៅតុលាការពីបទមានចេតនាធ្វើឲ្យខ្ញុំអាម៉េះនិងបាត់បង់កិត្តិយស ហាឡូរងណាឲ្យអូនសុំទៅផងណាដែលអូនមិនអាចរងចាំបងបាននៅផ្ទះបងមិនដឹងជាមានរឿងអ្វីកើតឡើងទេខ្ញុំចេះតែមានអារម្មណ៍ថាមានអ្វីមួយចាំមើលយើងខ្ញុំខ្លាចណាស់ថ្ងៃក្រោយជួបគ្នាណាបាយបាយបងសំឡាញ់ ណែខ្ញុំណាបានសាកល្បងរួចហើយទាំងកាមេរ៉ា DVD គ្មានបញ្ហាអីទេរូបភាពថតថ្មីល្អទាំងអស់ហើយស្អាតទៀតផងណោះឃើញទេរងឯងបន្ទោសខ្ញុំខុសហើយខ្ញុំមិនដែលលួចរបស់គ្មានគុណភាពទេប្រហែលជារឿងរបស់ឯងទេរងឯងប្រញាប់ទៅរកលោកស្រោចទឹកចេញទៅប្រហែលជាខ្មោចលោកឯងហើយចង្រៃយោថតរាប់ឆ្នាំទៅហើយបែរជាយករូបខ្លួនមកសួរឯងទៅវិញហើយ អ
កូនខ្លាចណាកូនខ្លាចណាដូចជាមានអ្នកណាម្នាក់ធ្វើឲ្យគេភ័យខ្លាចអញ្ចឹងហើយដូចជាពិបាកទ្រាំណាស់ម្ដងចិត្តតែចង់សម្លាប់ខ្លួនមិនចំពោះថាលោកមានរឿងអ្វីកើតឡើងនោះទេលោកត្រូវតែមានកាតព្វកិច្ចថតបញ្ចប់ខ្សែភាពយន្តរបស់ខ្ញុំណាលោកដេវីតអ្នកស្រីស៊ីសូដាខ្ញុំគ្មានបំណងធ្វើអញ្ចឹងទេតែខ្លួនឯងគ្រប់គ្រងខ្លួនឯងមិនបានសោះគិតមិនឃើញអ្វីសោះខ្ញុំធុញបងដេវីតខ្ញុំធុញបងដេវីតខ្ញុំជឿថាវិញ្ញាណពិតជាមានមែនវិញ្ញាណក៏ជាសភាវៈវិលវល់ដែរចំពោះរឿងខ្មោចព្រាយបិសាចវិញដំបូងខ្ញុំក៏មិនជឿដែរប៉ុន្តែនៅប្រទេសយើងមានគេនិយាយពីរឿងខ្មោចស្ទើរគ្រប់ទីកន្លែងអ្នកនិយាយនោះហាក់បានជួបនឹងហេតុការណ៍ពិតៗអញ្ចឹងនៅអឺរ៉ុបក៏មានប្រឡំលោកនិយាយពីរឿងខ្មោចដែរយើងមិនដឹងថាគេបង្កើតរឿងនេះទៅតាមមនោគតិរបស់គេឬក៏យ៉ាងណាទេប៉ុន្តែនេះជារូបថតដែលខ្ញុំបានថតជាមួយកូននៅឯក្រៅផ្ទះឯងឃើញស្រមោលខ្មៅមួយនេះទេវាដូចជាប្រពន្ធខ្ញុំណាកូនស្គាល់ច្បាស់ថាពិតជាម្ដាយរបស់គេខ្ញុំប្រកែកដែរតែពួកគេថាជាម្ដាយរបស់គេខ្ញុំថតរូបក្រោយពេលប្រពន្ធខ្ញុំស្លាប់ទៅ
ជួនកាលវិញ្ញាណរបស់គេចង់នៅក្បែរមនុស្សដែលគេស្រឡាញ់សម្រាប់រូបថតផ្សេងទៀតស្រមោលទាំងអស់នោះវារមែងតាក់ទងទៅនឹងម្ចាស់រូបថតខ្លះជាឪពុកជាម្ដាយជាគូសង្សារឬជានរណាដែលយើងមានទំនាក់ទំនងជាមួយក៏ថាបានដែររឿងអាឡូជំរាបសួរបានលោកច័ន្ទតើលោកវិទ្យកំពុងលេងល្បែងអីជាមួយខ្ញុំនឹងនៅសុកស្រាប់ទៅនាំគ្នាឈប់ថតអស់លីងចឹងទៅលោកគិតទៅមើលតើសម្បត្តិកងត្រាវាជាស្អីខ្ញុំពមៀនណាក្នុងរឿងនេះខ្ញុំចោះទុនធំណាពួកលោកត្រូវតែប្រឈមមុខនឹងតុលាការប្រសិនបើកំដៅថ្នាក់នឹងពេកអីអ្នកស្រីស៊ីសដាសម្រាប់ខ្ញុំជាជើងក្រោយទេអ្នកស្រីទៅនិយាយជាមួយបងដេវីតមើលបើសិនជាគាត់អូខេខ្ញុំប្រកាសជាអូខេជាមិនខានហើយបងដេវីតជាមួយនឹងនេះនោះខ្ញុំថាសយច្បាស់ជាសយមែនចង្រៃយោបងធ្លាប់ឮពួកគេនិយាយថាអូជាសត្វចំណៃទេបងដឹងបងឮគេថានេនជាគម្ពីរបុរាណអាយុ 10000 ឆ្នាំពិបាកអានពិបាកយល់គេថានេនស្ងប់ស្ងាត់ដូចជាជើងមេឃប៉ុន្តែក្នុងថ្ងៃដែលបងពោលពាក្យស្នេហាទៅលើអូនគឺជាសៀវភៅដែលសរសេរកាលពីយុគមិញងាយអានងាយយល់ហើយរីករាយដូចជារលកសមុទ្រអញ្ចឹងរបៀបបងនឹងអូនមានខ្សែអ្វីមួយយ៉ាងដែលមើលមិនឃើញបងលែងចង់មកខាងអូនលែងចង់មកខាងបងស្គាល់ហើយជាខ្សែនិស្ស័យហើយមាននិស្ស័យសូមឲ្យមានវាសនាផងអាឡូម៉ៃអូបងស្រឡាញ់អូនបងពិតជាស្រឡាញ់អូនមែនណាអូ
ខេមកចាំមកផ្លែបងទៅដល់ហើយហើយ អ
តាលោកឈឺយូរហើយហ៎ បានតាមពិតខ្ញុំឈឺយូរហើយគ្រាន់តែ 4-5 ថ្ងៃនេះមានអាការៈដូចជាធ្ងន់ធ្ងរដោយសារតែខ្ញុំធ្លាប់គ្រោះថ្នាក់ចរាចរណ៍រថយន្ត តាមការពិនិត្យមើលទៅដូចជាគ្មានអ្វីគួរឲ្យចោទទេលោកសុខភាពរបស់លោកគ្មានអ្វីគួរប្រែប្រួលទេធម្មតាលោកមិនបាច់ភ័យមិនបាច់បារម្ភទេ ប៉ុន្តែខ្ញុំដូចជាឈឺជុកដើមទ្រូងយ៉ាងម៉េចទេលោកគ្រូ បើតាមការពិនិត្យហ្វីលលោកអត់មានបញ្ហាអ្វីទេណាអត់មានបញ្ហាគ្រោះថ្នាក់អ្វីទេគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ឡើយដូច្នេះលោកគ្រាន់តែឈឺតាមសន្លាក់សាច់ដុំតិចតួចតែប៉ុណ្ណោះចាំខ្ញុំឲ្យថ្នាំញ៉ាំទៅគឺបានហើយណា បាន ណែ អរគុណលោកគ្រូប៉ែន លោករងមកបាក់ថ្នាំនេះត្រូវញ៉ាំ3ពេលក្រោយញ៉ាំអាហាររួចញ៉ាំជាបន្តបន្ទាប់រហូតដល់អស់មនុស្សកុហក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  មនុស្សកុហកមនុស្សកុហកអេលោកមកយកថ្នាំសិនលោកមកយកថ្នាំមិនក៏អូននៅទីនេះនេះគឺកូនអូនណាអូនមានប្តីហើយហ៎គេនៅណា គេនៅបន្ទប់ខាងមុខជួយបីវាឲ្យអូនបន្តិចទៅបងដើរទេ មិនក៏កូនអូនទៅជាម្ល៉េះ វាឈឺពី3ថ្ងៃហើយមិនក៏អូនដើរលឿនម្ល៉េះជន់កែងបងហើយកូនអូនតិចណាស់វាប្រហែលជាមិនស្រួលខ្លាំងហើយមើលទៅ អញ្ចឹងឲ្យវាមកអូនមកមិនក៏បងរត់ចោលខ្ញុំ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  ណែកុំណែកុំ បងមានរឿងអីហ្នឹង អត់អីទេបងយល់សម
បងដេវីន អារងអញជិតស្លាប់ហើយអញជិតស្លាប់ហើយ ហើយបងនិយាយអីអាក្រក់ស្ដាំម្លេះមកចូលក្នុងសិនមក រូបនោះឲ្យលាក់ទុកនៅទីណាឆាប់យកចេញមករងឯងចាប់បានទៅកាលនោះ កុំអីបងធ្វើចិត្តអតិចសឹងទៅណាខ្ញុំយល់ហើយឥឡូវចេះចោះខ្ញុំខំទៅប្រពន្ធបងល្អជាងបងចាំតែង មិនក៏អូនមកស្ងាត់ស្ងាត់អញ្ចឹងអូនមកពីពេលណាអូនមកយូរហើយអញ្ចឹងអូនចាំបងមកផ្លែតបងមកវិញឥឡូវហើយបងដេវីនបងដេវីន
ខ្ញុំសូមចូលរួមការសោកស្ដាយផង អញដឹងទេថាបងវិនគាត់មានរឿងស្អីកើតឡើង ខ្ញុំក៏មិនដឹងដែរសុកស្រាប់តែគាត់ តើពួកឯងបានធ្វើស្អីខ្លះពួកឯងវាកាត់រកឈួតទាំងអស់គ្នាហើយមែនទេហ៎ បងមានន័យថាម៉េចណា អញឃើញទេពួកគេទាំងពីរនាក់នេះខលមកថាពួកគេជួបរឿងចម្លែករឿងប៉ុន TVឥឡូវរងយើងជោគជ័យហើយយើងរកឃើញ location ដ៏ថ្មីល្អមួយទៀត អត់ប្រយោជន៍ទេបង David ស្លាប់ហើយ ថាម៉េច David ស្លាប់តើមានរឿងអីហ្នឹង ថ្ងៃជិតលេខហើយឯងឆាប់មកវិញមក អ
ហើយអូនបានរូបនេះមកពីណា តាក់តងអីនឹងរងហ៎តាក់តងស្អីនឹងគេ ដូចឈ្មោះនេះយើងស្គាល់គ្នាតាំងពីនៅមហាវិទ្យាល័យឯណោះនេះគេជាមនុស្សមិនសូវមាត់កោទីគ្មានមិត្តភ័ក្តិគ្រប់គ្នាថាគេជាសត្វចម្លែកនាងស្រឡាញ់ខ្ញុំណាស់ខ្ញុំអាណិតគេណាស់ក្រោយមកខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេពួកបងដែលវានិយាយថាវាជារឿងកំ pl ែង បងនេះវាមកតាក់ទងនឹងរឿងនោះស្អីដែរហេតុអីក៏គាត់ត្រូវស្លាប់ គាត់ណាគាត់ធ្វើអី ខ្ញុំមិនដឹងទេគាត់ប្រាប់ថាចាំចាត់ការរឿងនេះឲ្យបន្ទាប់មកទៀតអ្នកក៏បាត់ខ្លួនទៅខ្ញុំលែងបានជួបនាងរហូត ចាំបងនេះមិនគិតធ្វើអ្វីខ្លះទេហេតុអីក៏បណ្ដាលរឿងនេះទៅជាបែបនេះ ម៉ែតើឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅអាឡូអ្នកស្រីស៊ីសូដា លោកចាំស្លាប់ហើយស្លាប់តែចម្លែកណាស់ ប៉ុន្តែហើយពិតជាមានអ្នកស្លាប់បន្តទៅទៀត អ
អាសនាអាសនាមិនក៏ឯងមិនលើកទូរស័ព្ទអាសនាហើយ ចម្លែកមែនមនុស្សយើងចូលចិត្តនិយាយថាបើយើងអាចវិលទៅរកសភាពដើមវិញបានយើងនឹងមិនធ្វើអ្វីដែលអាក្រក់ទៀតឡើយពេលនេះមិនដឹងជាគេយ៉ាងម៉េចទៅហើយទេស្អែកយើងទៅជួបគេទេកេងតែខ្ញុំនៅកណ្ដោបងហើយណា
សាំងធម្មតា$30មកចាំមកផ្លែបងទៅបត់ជាងសិនចា៎បងឌីវីតយើងខានជួបគ្នាយូរមកហើយទៅផឹកម្ដងទៅបងឌីវីតគេឲ្យបងស្លាប់ហើយតែបងឌីវីតបងមានស្លាប់អីណាតោះទៅទេបងឌីវីតទេកុំបងស្លាប់ហើយមែនទេបងស្លាប់ហើយទៅអត់ទេបងឌីវីតអត់ទេបងឌីវីតអត់ទេបងឌីវីតគេស៊ីទៅស៊ីខ្មោចលោកមកហើយខ្មោចបងខាត់អីខ្មោចខ្មោច
Arun Chia Chum rip su ôngស្រី ជើញអង្គុយ កូនប្រុសឈ្មោះណារងមែនទេ ចាចំណែកនាងខ្ញុំឈ្មោះម៉ៃ ចាអរគុណកូនប្រុសណាមិនទាន់ឆ្លើយនឹងសំណួរខ្ញុំទេ បាទខ្ញុំឈ្មោះនរងពិតមែន ណេតវាធ្លាប់និយាយពីឈ្មោះកូន បាទពួកយើងជាមិត្តនៅមហាវិទ្យាល័យជាមួយគ្នានិយាយអញ្ចឹងអ៊ំស្រីណេតគេសុខសប្បាយទេហើយចុះណេតនៅណាឥឡូវនេះអ៊ំ ណេតសុខសប្បាយបំផុតណេតសុខសប្បាយបំផុត និយាយអញ្ចឹងអ៊ំស្រីអាចឲ្យខ្ញុំជួបណេតបន្តិចបានទេ យើងស្អប់បំផុតអ្នកណាដែលរំខានកូនស្រីយើងចេញពួកឯងចេញទៅចេញទៅចេញទៅថៃចេញទៅ ជំរាបសួរអ្នកស្រី គឺពួកលោកទៀតហើយហ៎ សុំទោសអ្នកស្រីសេមលីខាងប៉ូលីសយើងខ្ញុំគឺមិនអាចនៅស្ងៀមតទៅទៀតបានទេអ្នកចិត្តខាងអ្នកស្រីបានប្តឹងទៅខាងខ្ញុំច្រើនណាស់ពីបទដែលអ្នកស្រីបង្កការភ័យខ្លាចនៅក្នុងភូមិស្រុកនឹងណា សូម្បីតែអ្នកបម្រើរបស់អ្នកស្រីក៏មានការភ័យខ្លាចនឹងរត់ចេញពីផ្ទះអស់អាលីងដែរហើយពួកគេបានសារភាពថាអ្នកស្រីទុកសាកសពកូនស្រីនៅក្នុងផ្ទះ20ថ្ងៃហើយក៏ប៉ុន្តែខាងប៉ូលីសមិនចង់បញ្ជូនសំណុំរឿងទៅតុលាការមុនពេលដែលសុំសម្របសម្រួលជាមួយអ្នកស្រីនោះទេ ចុះបើគ្រាន់តែខ្ញុំស្រឡាញ់កូនខ្ញុំតើខ្ញុំមានទោសដែរ អ្នកស្រីសេមលីអ្នកស្រីអត់ខុសទេតែសូមអ្នកស្រីយល់ដល់អារម្មណ៍របស់អ្នកជិតខាងផង អត់មានសកូនស្រីខ្ញុំទេ អ៊ំស្រីអ៊ំស្រីអ៊ំស្រីមិត្តភក្តិនៅមហាវិទ្យាល័យធ្លាប់ឃើញណេតចំណែកខ្ញុំក៏ធ្លាប់ឃើញណេតដែរខ្ញុំជឿថាវិញ្ញាណក្ខន្ធរបស់ណេតប្រកាសជានៅវិលវល់នៅឡើយទេអ៊ំស្រី ណេតកូនម៉ាក់ហេតុអីក៏កូនមិនមករកម៉ាក់ខ្លះហើយដឹងមែនទេតើមានអ្វីកើតឡើងចំពោះណេតនៅភ្នំពេញ អ៊ំស្រីអ៊ំស្រី អ៊ំស្រីណែធ្លាប់ឲ្យគេឃើញប្រហែលមកពីវិញ្ញាណក្ខន្ធរបស់គេមិនទាន់ទៅកាន់សុគតិភពក៏ថាបានដែរ ណេតកូនហើយកូនជីវិតកូនអភ័ព្វម្ល៉េះ
អ្នកស្រីគួរតែធ្វើបុណ្យសពឲ្យគេទៅ អ៊ំស្រីយើងធ្វើបន់ឲ្យគេទេណាអ៊ំណា អញ្ចឹងអរគុណអ្នកស្រីខ្ញុំសូមទៅពិនិត្យមើលសាកសពបន្តិច ខ្លាចអីចូលទៅគឺវាកម្រើកហើយអីខ្វើខ្វើប្រហែលជាត្រូវការជំនួយហើយហើយក្រៅ លទ្ធផលថ្ងៃនេះត្រូវតែប្រកបដោយជោគជ័យខ្ញុំមិនចង់ស្ដាប់នៅអ្វីដែលគ្មានលទ្ធផលដល់ខ្ញុំទេ លោកនេះត្រូវការរបាយការណ៍ពិនិត្យសាកសពធ្វើប៉លិចបុតទៅស្បោទេហីបើទៅបើទៅពីនេះបើពីនេះអ្នកស្រីសូមជឿអ្នកស្រីឯងនេះដេកមិនដឹងយប់មិនដឹងថ្ងៃមែន
ខាងប៉ូលីសយើងសូមសហការធ្វើពិធីបុណ្យសពចាប់ពីនេះតទៅ ណែនឲ្យបងសុំទោសផងណា Arun TV. Mình lộ men tệ bongខ្ញុំសុបបងតាមត្រង់ទៅមើលតើបងស្រឡាញ់ណែតទេ ខ្ញុំព្យាយាមអស់ប្រយ័ត្នភាពហើយម៉ៃតែខ្ញុំនៅតែធ្វើចិត្តមិនបានហើយខ្ញុំធ្លាប់គិតថាថ្ងៃណាមួយខ្ញុំនឹងស្រឡាញ់គេឡើងវិញតែខ្ញុំបោកប្រាស់ខ្លួនឯងកាលយើងឆ្លោះគ្នាម៉ៃដឹងទេពីមុនខ្ញុំធ្លាប់ធ្វើអាក្រក់ទៅលើនេតប៉ុណ្ណាតែនេតនៅតែស្រឡាញ់ខ្ញុំដដែលម៉ៃខ្ញុំជាមនុស្សអាក្រក់ណាស់នេតចង់ឲ្យខ្ញុំស្លាប់ក៏ខ្ញុំព្រមកុំនិយាយបែបនេះណារងរឿងនេះវាចិត្តចាប់ហើយអត់ទេនេតប្រកាសជាមិនលើកលែងទោសឲ្យខ្ញុំទេរងរឿងកន្លងហួសទៅហើយរងក៏ដឹងខ្លួនខុសដែរហើយណែតគេពិតជាដឹងបងកុំនិយាយបែបនេះទៀតណាម៉ៃនៅតែស្រឡាញ់ខ្ញុំមិនទេទោះបីជាមានរឿងអ្វីកើតឡើងក៏ម៉ៃនៅតែមិនចង់ខ្ញុំដែរមិនទេម៉ៃ
ឲ្យបងសុំទោសបងគ្មានអារម្មណ៍ទេបងចង់សម្រាកម៉ៃឲ្យបងសុំទោសផងណាម៉ៃកាត់អីនឹងម៉ៃណែកុំចូលណែទៅវិញទៅណែកុំហ៎ម៉ៃហេតុអីក៏ម៉ៃនៅទីនេះរត់ចោលខ្ញុំមិនក៏បងរត់ចោលខ្ញុំម៉ៃក៏បងរត់ចោលខ្ញុំមិនក៏បងរត់ចោលខ្ញុំម៉ៃមិនក៏បងរត់ចោលខ្ញុំម៉ៃមិនក៏បងរត់ចោលខ្ញុំកុំចូលលោកសម្រាប់បានច្រើនទៅណាលោកសម្រាប់បានច្រើនទៅណា
រងបងចាំមិនទៅហើយនឹងម៉ៃកុំតណាចោលបងណាម៉ៃអ៊ំស្រីប្រាប់ថានឹងបោជាសពអ្នកនៅថ្ងៃនេះហើយអ្វីនឹងបញ្ចប់ហើយណារងចូលចិត្តស្ងប់នៅកន្លែងស្ងាត់ហើយនៅសុកស្រាប់តែលេបថ្នាំសម្រាប់ខ្លួនតែសំណាងល្អអ្នកស្រីស៊ីមីលីនាំទៅពេទ្យព្យាបាលទាន់រហូតដល់បានជាស្រួលបួលហើយវាបែរជាទៅលួចចងកទៀតតាំងពីអ្នកស្លាប់ទៅអ្នកស្រីស៊ីមីលីដូចជាឡប់ចង់ណានិយាយយ៉ាងម៉េចក៏គាត់មិនព្រមបូជាសពកូនដែររហូតដល់អ្នកចិត្តខាងនាំគ្នាខ្លាចឲ្យចេញពីផ្ទះរបស់នេះហើយក្រោយមកក៏ប្តឹងប៉ូលីសតែម្ដងទៅសួស្ដីបង សួស្ដីអូនម៉ៃចាណាបងហង គាត់មិនសូវស្រួលខ្លួន ហើយធ្វើការច្រើនពេកគឺអញ្ចឹងហើយតែក៏ល្អដែរដោយម៉ៃមកយករូបថតជំនួស រូបថតអីទេខ្ញុំមកទិញហ្វេមតា អូអញ្ចឹងហ៎ប្រហែលដុំនាង អើកូននេះតាខ្ញុំ5ដុំមកនេះម៉ៃហើយនឹងបងហងគិតទៅលេងនៅណាហ្នឹង អូប្រហែលជាទៅកំពង់សាមឬក៏ឈៀងទឹកនៅបបកូនតិចប៉ុណ្ណឹងឯងអត់ប្រហែលទេ$7 5កាក់ អរគុណច្រើនចាលេងណាចា អូម៉ៃ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 មិនណែបន្តិចមើលផ្ញើឲ្យបងហងផង ស្អីណា តាមធម្មតាបងហងគាត់ស្រឡាញ់រូបថតណាម្ដាយអញ្ចឹងទេនេះទុកចោលចិនមួយខែហើយ
ចឹងអរគុណណាស់ព្រះស្នេហ៍ចា បានរូបថតនេះពីណាមកបើខ្ញុំមិនបានឃើញដល់ខ្លួនឯងទេខ្ញុំនឹងខ្លាចជាមនុស្សល្ងងរហូតមែនទេម៉ៃស្ដាប់បងសិនខ្ញុំបានស្ដាប់បងរួចមកហើយស្ដាប់ជាយូរមកហើយស្ដាប់រហូតដល់ទៅជាបែបនេះពេលនេះទោះបីជាអូនមិនចង់ស្ដាប់ក៏បងត្រូវតែនិយាយដែររវាងខ្ញុំនិងនេតតើថ្ងៃនេះវាជារឿងស្អីទៅមិនបាច់ខ្វល់អស់ប្រមាណទៅអត់អីទេបងនេះបានជាលើកចាញ់ទៅចូលផឹកមកទៅណាំបាច់ខ្លាចអស់លុយទេគាត់ជាអ្នកចាញ់ទេគាត់សុំខ្វល់អីមកលើកកែវមកចូលមួយទៀតណាចូលមួយទៀតផឹកទៅអូនសម្លាញ់បែកគិតទេបែកគិតឆ្លាញ់ទេថ្ងៃមុនស្វឹងម៉ែហ្នឹងណាដូចជាអត់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងតិចតួចយ៉ាប់ម៉ែនឹងចុះណាសូមតោខ្ញុំទៅបន្ទប់តឹងតិចឈឺក្បាលខ្លាំងណាស់ចាប់មកវិញទៅសាបរោណាទេមកសេមកមើលយ៉ាងទេទៅមើលណានោះលេងនៅតើអត់មកណាហៅឡូអូយសម្លាញ់អត់ទេបងនៅផ្ទះបងវិតតែជួបបងនៅផ្ទះបងវិតចុះណាអូខេបាយបាយយ៉ាមិនចេះអូនមិនទេវិញតោះពួកយើងឆាប់ទៅទៅមកទៅពួកនឹងតាណាអស់ហើយអូនណាទូរស័ព្ទបងទូរស័ព្ទបងនៅខាងនេះហើយចុះពួកនឹងតាណាអស់ហើយគេទៅអស់ហើយហៅឡូអពូនមិនបាច់ទៅផ្ទះបងទេណាតែជួបនឹងស្រីសុសេដាប្រាប់ថា
បើចង់ថែមឈុតឆាសុំថែមដោយខ្លះទៀតទៅបានបើមិនចឹងទេពួកយើងមិនធានាថតទៀតទេលើទេបងរងបងរងបងរងបងវិញចាប់បងរងគាត់ណែណាអូអារងផ្ដាំឲ្យណេតចាំនៅទីនេះហើយជួយអត់អើយស្ងៀមស្រីយើតែកំណាបងរងជួយអអារងមិនអាចទេគឺណេតមករកអញនៅខ្លួនឯងទេជួយផងបងរងជួយអូនផងជួយអូនផងបងរងជួយណាស់ក្រោយពីរឿងនោះមកខ្ញុំមិនដែលអត់ទោសឲ្យខ្លួនឯងទេខ្ញុំត្រូវការយកចិត្តពិនិត្យឡើងវិញប៉ុន្តែចាប់ពីពេលនោះមកអ្នកបាត់ខ្លួនរហូតមិនបាននិយាយទេម៉ៃទៅណាម៉ៃតែណាខ្ញុំចង់ទៅផ្ទះវិញម៉ៃnày nè chạy mau chập chạy mau cái tha sờ lạnh này chạy mau còn mình cần làm cho môi nghiệp tay
អ្នកណា